នឹងម្យ៉ាងវិញទៀតក៏សូមប្រម៉ែប្រមុំនៅសេចក្តីសុខសេចក្តីចម្រុងចម្រើនកើតមានដល់កតនាព្រះគុណម្ចាស់អស់លោកញាតិញោមជាពុទ្ធបរិស័ទទាំងអស់ទាំងបីគ្រឿងធៀបឡើយទីតោបារណធម្មទេសនារាប់ទៅតាមនេះបន្តភ្ជាប់អំពីនេះទៅក៏តម្រូវទៅនាមអង្គខ្ញុំប្រកាសរណាអាត្មាភាពដើម្បីនឹងបានឱកាសសម្ដែងនៅប្រកាសធម្មវិសុទ្ធទេសនាតាមលោកគ្រូអាចារ្យជាខាងដើមបានធ្វើសង្កថាអំពីកិច្ចកម្មវិធីបុណ្យដែលកំពុងតែប្រារព្ធធ្វើនៅក្នុងវរោកាសនេះគឺជាបុណ្យកឋិនានុបទានគម្រប់ទូ7ថ្ងៃដើម្បីនឹងឧទ្ទិសកងការមហាកុសលជូនចំពោះវិបាកវិញ្ញាណក្ខន្ធរបស់ឧបាសិកាលីចៅដែលបានទទួលមរណភាពកាលអំពីថ្ងៃពុធមួយកើតខែកត្តិកឆ្នាំម្សាំងសម្រាប់ស័កពុទ្ធសករាជ2569ត្រឹមថ្ងៃទី22ខែតុលាគ្រិស្តសករាជ2025នាវេលាម៉ោង 3:30 នាទីល្ងាចក្នុងជំនាយុ73ឆ្នាំដោយជារៀបអំពីសំណាក់កូនចៅសាច់សាលោហិតទាំងអស់មានជាខាងដើមព្រះភិក្ខុសច្ចធម្មោគឺសុភ័ក្រលោកខុនសុភានិងភរិយាព្រមទាំងបុត្រនិងស្រីខុនសុភ័ណ្ឌព្រមទាំងបុត្រនិងស្រីខុនសុភីព្រមទាំងបុត្រដោយមានការគោរពអញ្ជើញចូលរួមអំពីព្រឹទ្ធាចារ្យពុទ្ធបរិស័ទឧបាសកឧបាសិកាអស់លោកជាពុទ្ធបរិស័ទទាំងអស់នៅក្នុងឱកាសពេលនេះគឺត្រូវនឹងថ្ងៃច័ន្ទ6កើតខែកត្តិកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធស័ក2569ដោយនៅក្នុងឱកាសពេលនេះអស់លោកទាំងអស់បានកំពុងតែលៃលោកយកនៅចចៃទាំងឡាយដែលជាធនធានមានមកបានដោយការប្រកបនៅរបបផ្សេងមានកសិឧស្សាហកម្មពាណិជ្ជកម្មលុបចេញទិញចូលឬក៏កិច្ចការទាំងឡាយឯណានិមួយដែលកើតឡើងដោយកម្លាំងហត្ថកម្មក្តីពលកម្មក្តីបានឆ្នៃលៃលោកយកទៅកើតទៅជាទាននៅប្រសើរក្នុងពុទ្ធសាសនាដែលសុពុទ្ធម្ចាស់ព្រះអង្គបានត្រាស់ហើយថាជាបុណ្យកឋិនានុបទានឥឡូវនេះអស់លោកជាពុទ្ធបរិស័ទជាពិសេសមានព្រះភិក្ខុសច្ចធម្មោជាខាងដើមបានកំពុងដឹកនាំនៅបងប្អូនរួមសាច់ញាតិរួមផ្ទៃទាំងអស់ដើម្បីធ្វើនៅបុណ្យកឋិនានុបទាននេះឧទ្ទិសជូនចំពោះវិបាកវិញ្ញាណក្ខន្ធឧបាសិកាលីចៅដែលត្រូវជាម្ដាយទៅជាជីតាដែលលោកទេតែអនិច្ចធម្មនាពេលកន្លងទៅថ្មីនេះបើអញ្ចឹងខ្ញុំបកណាអាត្មាភាពនឹងលើកយកធម៌នៅត្រង់កន្លែងឯណានិមួយដើម្បីបញ្ជាក់នៅក្នុងកិច្ចកម្មវិធីបុណ្យឬក៏នៅក្នុងធម៌របស់ព្រះពុទ្ធតាមដំណើរនៃធម្មជាតិកន្លែងឯណានិមួយនោះទៅតាមចំណេះតិចតួចទៅស្ដួយស្ដើងដែលបានរៀបមកចេះក៏ខ្លះភ្លេចក៏ខ្លះឥឡូវនេះអស់លោកទាំងអស់បាននឹងកំពុងប្រារព្ធនៅបុណ្យបើអញ្ចឹងបុណ្យអស់លោកទាំងអស់ស្គាល់ហើយបុណ្យខ្លះហៅថាបុណ្យកតញ្ញូកតវេទីជាពិសេសនៅក្នុងរដូវកាលយើងនេះខ្លះគេហៅថាបុណ្យកឋិនហើយអ្នកខ្លះគេធ្វើបុណ្យកឋិនគេធ្វើបុណ្យបច្ច័យ4តើដល់ពេលយើងឥឡូវធ្វើបុណ្យកឋិនានុបទានពាក្យថាបុណ្យនៅក្នុងទីនេះអស់លោកទាំងអស់បានឃើញបានយល់បានឮបានដឹងបុណ្យភាសាអីក៏ភាសាទៅក៏ប៉ុន្តែនៅក្នុងភាសាបាលីលោកហៅថាបញ្ញៈតែមកថាសេចក្តីល្អប្រែឲ្យស្រួលស្ដាប់ថាអ្វីដែលធ្វើទៅល្អទាំងខ្លួនឯងហើយអ្នកដទៃបានសេចក្តីល្អផងនេះឈ្មោះថាបុណ្យប៉ុន្តែបើតាមប្រព័ន្ធរចនាចារព្រះអង្គចងក្រងមកថាបុណ្យនេះឯងមានអត្ថចំនួន4ទី1នោះលោកសម្ដែងថាពុរៈតៃតេបញ្ញាធម្មជាតិដែលពេញដែលវាពេញស្អាតអានឹងឈ្មោះថាបុណ្យដែរ
ពេញនៅក្នុងទីនេះលោកសំដៅដល់ចេតនាទាំងឡាយ3មានពុព្វៈខាងដើមមិនចណៈកំពុងធ្វើអបរាបរៈធ្វើរួចហើយអស់លោកទាំងអស់គ្រាន់តែគេទៅប្រាប់ថាថ្ងៃនេះបុណ្យញាតិញោមត្រៀមហើយត្រៀមចាំមើលក្នុងសម្បត្តិខ្លះកម្មវិធីខ្លះស្ដាប់មេក្រូខ្លះគេបុណ្យកាលអាងជ័យមកនឹងពេញទី2នោះលោកសំដែងថាសន្តានังពុណាតិសោធេតិតិបញ្ញាងអ្វីក៏ដោយតែវាធ្វើចិត្តឲ្យស្អាតផូរផង់ហើយបើចិត្តវាស្អាតពាក្យខ្មែរស្អាតតតែវាអត់មានកកទឹកស្អាតតតែវាអត់កកអញ្ចឹងយើងអត់មន្ទិលមកពីស័ព្ទដើមកម្លាក់ហើយមកថាសៅមកបើយ៉ាងនេះប៉ុនរបស់យើងនឹងវាអត់មានអីថាវាអត់មានមន្ទិលទី2លោកសំដែងថាពោតិភាវੰនយតិតិបញ្ញាអ្វីក៏ដោយដែលនាំចេញនូវភាពស្អុយនៅក្នុងទីនេះសំដៅដល់មច្ឆរិយៈសេចក្តីកំណាញ់អាហ្នឹងឯងប៉ុនដែរចុងក្រោយទី4លោកសំដែងថាពុទ្ធជនៈភាវੰនយតិតិបញ្ញានាំចេញនូវភាពជាប្រធុជួននឹងមានអន្តប្រធុជួនកល្យាណប្រធុជួនក៏ប៉ុន្តែញាតិញោមទាំងអស់ជាកល្យាណប្រធុជួនដែលគេបដៅបានដោយងាយឧទាហរណ៍ថាបើគេលេងវាកំពុងតែកើតក្រាស់ក្រៃជួននោះគេគ្រាន់តែប្រាប់ទៅអាចលះបានបន្តិចតែមានន័យថាបុគ្គលដែលបដៅបានបើអញ្ចឹងអត្តរបស់គាត់មានគួរ